ការណែនាំអំពីរយៈពេលនៃការប្រើប្រាស់ទូរស័ព្ទចំពោះកុមារចំពោះរយៈពេលដែលកុមារមិនត្រូវប្រើប្រាស់ទូរស័ព្ទដៃនឹងធ្វើឲ្យមានផលប៉ះពាល់ដល់កុមារទី1ការប្រើប្រាស់ទូរស័ព្ទនៅមុនពេលអាយុចូលរៀនទី2មើលច្រើនជាងកន្លះម៉ោងចំពោះកុមារដែលមានអាយុ4ទៅ5ឆ្នាំទី3ច្រើនជាង1ម៉ោងចំពោះក្មេងដែលមានអាយុពី6ទៅ7ឆ្នាំទី4ច្រើនជាង2ម៉ោងចំពោះក្មេងជំទង់ដែលរៀនចាប់ពីថ្នាក់វិទ្យាល័យឡើងទៅចំពោះរយៈពេលនៃការប្រើប្រាស់ទូរស័ព្ទដែលត្រឹមត្រូវនិងពុំមានផលប៉ះពាល់កុមារមានដូចខាងក្រោមកុមារចាប់ពីអាយុចូលរៀនឡើងទៅអាយុ6ឆ្នាំឡើងកុមារដែលមានអាយុចាប់ពី4ឆ្នាំទៅ5ឆ្នាំអាចប្រើប្រាស់ទូរស័ព្ទរយៈពេលតិចជាងកន្លះម៉ោងកុមារដែលមានអាយុចាប់ពី6ឆ្នាំទៅ7ឆ្នាំអាចប្រើប្រាស់ទូរស័ព្ទរយៈពេលតិចជាង1ម៉ោងលេងម្ដងកុមារចាប់ពីថ្នាក់វិទ្យាល័យឡើងទៅគួរប្រើប្រាស់ទូរស័ព្ទដៃរយៈពេលតិចជាង2ម៉ោងលេងម្ដង